ជំរាបសួរបងប្អូនទាំងអស់គ្នាខែកូរ៉េខែនេះគឺខែត្រជាក់ហើយពេលព្រឹកគឺជាក់ខ្លាំងមែនតើពេលនេះពេលព្រឹកព្រលឹមមិនព្រលឹមបានទេម៉ោង 9 ជា 10 និយាយចេញផ្សាយខ្ញុំផ្សាយនេះខ្លះពេលត្រជាក់ខ្លាំងនិយាយចេញផ្សាយដូចជក់ប្រៃខ្ញុំខ្លាំងជាងជក់ប្រៃទៅចេញផ្សាយភុយយើងធ្លាប់មើលក្នុងរឿងហ្នឹងចេញផ្សាយមកប្រៃហើយមកព្រិលធ្លាក់អត់លាយទេព្រិលនេះយ៉ាងហោចណាស់ក៏មួយខែជាងទៀតដែរបានតែលាយនៅហ្នឹងកក់នៅហ្នឹងធ្លាក់ប្រហែលថ្ងៃហើយអត់ឲ្យលាយទេហើយនេះនៅខ្ញុំនៅចាំរថភ្លើងនៅស្ថានីយ៍រថភ្លើងអុយផ្ដាសាយតាំងច្រមុះស្រុកខ្មែរនឹងកាលណាមានរថភ្លើងជិះទេបងប្អូនមិនងាយហ្មងនឹងកាលណាអ្នកខ្លះអត់ទាន់បានជិះរថភ្លើងផងទៅបាត់កូរ៉េទៅណាមកណាគឺងាយស្រួលហើយបងប្អូនមធ្យោបាយធ្វើដំណើរមានច្រើនរបៀបជិះរថភ្លើងនេះគឺស្រួលមែនតើទី1អត់ពុលទី2ក៏វារៀងលឿនដែរហើយទី3តម្លៃធូរថ្លៃហើយសុវត្ថិភាពទៀតធូរថ្លៃបងប្អូនជិះរថភ្លើងតែ 1000 វ៉ុនជាងទេ 1000 វ៉ុនជាងថាប្រហែលជា 5000 លុយខ្មែរហើយ 5000 លុយខ្មែរអញ្ចឹងតែដោយសារប្រាក់ខែនៅកូរ៉េច្រើនពេលប៉ុណ្ណឹងយើងគិតថាវាថោកធូរថ្លៃហើយនិយាយចេញផ្សាយហើយរថភ្លើងតំបន់ខ្លះវាមកលឿនតំបន់ខ្លះវា15 នាទីមកម្ដងតំបន់ខ្លះវាដាច់ស្រយាលអញ្ចឹងទៅវាកន្លះម៉ោងឲ្យបានមកម្ដង20 នាទីទៅ5 10 នាទីទៅដោយតំបន់អញ្ចឹងណាតំបន់ណាប្រជាជនច្រើនដូចសអ៊ូលគឺ5 នាទី6 នាទី10 នាទីអីមកតកទុយគ្នាហើយណែនណាឲ្យមនុស្សជិះលងណែនច្រើនហើយនោះតែក្រោយវែងណារថភ្លើងដើរមកនេះតែ200 ម៉ែត្រជាងហើយអាកាសធាតុពេលនេះគឺត្រជាក់មែនតើបងប្អូនដល់10 អង្សាសេត្រជាក់ព្រិលដល់លាយហ្នឹងហើយខ្ញុំមើលកាយខ្ញុំពាក់ដូចធួយប៉ុណ្ណឹងទៅទុំចង់ជាប់ទៀតណាប៉ុណ្ណឹងនៅត្រជាក់ទៀតណាដល់កស្រុកនេះអ្នកណាចូលចិត្តត្រជាក់មកនៅស្រុកនេះគឺត្រូវហ្មងតែខ្ញុំអត់ចូលចិត្តហ្មងត្រជាក់ស្អប់ដល់កខែត្រជាក់ម្ដងចង់រត់ទៅខ្មែរដែរតែស្ដាយប្រាក់ខែច្រើនបងប្អូនទស្សនាវីដេអូកុំភ្លេចជួយ share ម្នាក់មួយផងធ្លាក់ view អស់ហើយបងប្អូនទស្សនាដែល follow page ខ្ញុំឆ្ងល់ដែរមើលតែអត់ដែល follow page សោះពេកធ្លាក់ view ធ្លាក់អីខ្លាំងមែនតើហ្មងបងប្អូនជួយ follow page ទៅចាខ្ញុំថតទេសភាពស្រុកគេឲ្យមើលឲ្យទស្សនាហើយខ្ញុំឲ្យមើលចំណតរថភ្លើងនៅស្រុកគេតិចអានេះចំណតនៅលើអាកាសមានចំណតនៅក្រោមដីនៅនេះមានច្រើននេះរបៀបនេះនៅលើអាកាសបើនៅសាអ៊ូលវិញបងប្អូននៅក្រោមដីចង់100 ម៉ែត្រចំណតរថភ្លើងចុះទៅជ្រៅហើយមាន2 3 តង់2 3 តគេមានបន្ទប់អត់សូវជាដែរមានបន្ទប់កម្ដៅដែរនៅក្នុងតែខ្ជិលដើរទៅណាយើងថតនេះក៏មាននេះសារតែខ្ញុំមកអត់តរថភ្លើងគេចេញចោលមួយជើងទៅមុនបាត់ដែររត់រហូតណារថភ្លើងនេះរត់ដល់ម៉ោង10ជាងយប់10មិន10ហ្នឹងអត់ដឹងអូយផ្ដាសាយតាំងយកជំនួយខ្ញុំចេញផ្សាយហើយធ្លូដូចជួបប្រៃអ្នកណាមិនដឹងថាជួបប្រៃចប់ដោយនេះនេះរថភ្លើងនៅខាងនេះគឺគេធ្វើរបាំងអញ្ចឹងអត់ឲ្យនេះការពារសុវត្ថិភាពអញ្ចឹងរថភ្លើងបើកមកបើកអីហើយមានកៅអីអង្គុយនេះណាកៅអីមើលឃើញមានកៅអីអង្គុយជូនតែអត់អង្គុយទេនេះតិចនោះមានកន្លែងគេអង្គុយក្តៅនោះមើលដៃមើលតែដៃបងប្អូនដឹងហើយឡកហមហ្មងដៃរួយតិចពេលដល់ពេលចឹងអើយបាទណៃហើយអាយខ្ញុំពាក់អាយលក្រាស់ប៉ុណ្ណឹងហើយនេះអាយប៉ុណ្ណឹងហើយនៅតិចទៀតណាអរគុណបងប្អូនបាយបាយជួបនៅវីដេអូក្រោយកុំភ្លេចជួយ follow page និងជួយ share